តោះប៉ាម៉ាក់ទាំងអស់គ្នាមកដឹងពីវិធីសាស្ត្រ9យ៉ាងសម្រាប់ដាក់ពីនៃកុមារការអប់រំកូនរបស់អ្នកសំខាន់បំផុតគឺសិលធម៌រស់នៅរបស់កុមារដែលរៀនពុំសូវពូកែពីក្មេងតែបើសិលធម៌ល្អនោះគេធំឡើងប្រកាសជាពូកែលើកទឹកចិត្តទង្វើល្អជាជាងចាប់កំហុសកូនចាំចាប់ចំណុចល្អកូនវិញការលើកទឹកចិត្តទង្វើល្អឲ្យកូនចង់ធ្វើទង្វើល្អថែមទៀតឲ្យកូនយល់ពីផលវិបាកនៃទង្វើខ្លួនឯងជាពិសេសពេលដែលប្រាប់ឲ្យមិនស្ដាប់បើកូនធ្វើខូចតុក្កតាកុំទិញថ្មីឲ្យហើយទុកឲ្យអត់អីលេងដកហូតរបស់ដែលកូនចូលចិត្តទង្វើខ្លះមិនមានផលវិបាកឲ្យឃើញភ្លាមទេឧទាហរណ៍បើអត់ធ្វើកិច្ចការផ្ទះឪពុកម្ដាយអាចដកមិនឲ្យលេងទូរស័ព្ទជាដើមធ្វើជាគំរូល្អដល់កូនបើមិនចង់ឲ្យកូនលេងទូរស័ព្ទឪពុកម្ដាយខ្លួនឯងក៏កុំលេងដូចគ្នាហើយនាំកូនលេងវិញស្វែងយល់ពីមូលហេតុនៃទង្វើរបស់កូនជាពិសេសពេលដែលកូនធ្វើកំហុសដដែលច្រើនដងក្នុងករណីនេះឪពុកម្ដាយត្រូវយល់ដឹងពីកូនសិនផ្ដល់ការយកចិត្តទុកដាក់ដល់កូនអ្វីដែលកូនតូចត្រូវការបំផុតពីឪពុកម្ដាយមិនមែនលុយហើយក៏មិនមែនទូរស័ព្ទដែរកូនត្រូវការយកចិត្តទុកដាក់ពីអ្នកជួនកាលធ្វើទង្វើមិនល្អមូលហេតុគឺចង់បានការយកចិត្តពីឪពុកម្ដាយតែប៉ុណ្ណោះឈប់និយាយជាមួយពេលខ្លះបើប្រាប់ឲ្យមិនស្ដាប់ឪពុកម្ដាយអាចប្រមានមុនហើយឈប់និយាយជាមួយដើម្បីឲ្យកូនដឹងកំហុសនិងព្រមកែនាំធ្វើអ្វីផ្សេងមានប្រសិទ្ធភាពប្រសិនបើទង្វើមិនល្អរបស់កូនបណ្ដាលមកពីធុញទ្រាន់ឬ stress